មានការសម្ភាសមួយដល់គួរជាទីចាប់អារម្មណ៍នៅក្នុងសារព័ត៌មាននៃប្រទេសបារាំងអ្នកសារព័ត៌មានបានសួរទៅកាន់លោក Raoul Genach ដែលជាអ្នកជំនាញស្គាល់អំពីប្រទេសកម្ពុជាច្បាស់លាស់ហើយបានសរសេរសៀវភៅចុងក្រោយរបស់លោកក្រោមចំណងជើងថាគោលនយោបាយការបរទេសរបស់ប្រទេសកម្ពុជាពីឆ្នាំ1945ដល់ឆ្នាំ2020អ្នកសារព័ត៌មាននោះបានសួរថាសប្តាហ៍ថ្ងៃនេះឥឡូវនេះបញ្ហាព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃកំពុងតែឡើងកម្ដៅតើមកពីគេដំណើរសល់ពីអាណានិគមបារាំងធ្វើឲ្យកម្ដៅនេះកាន់តែកើនឡើងមែនទេក្នុងន័យនេះដូចយើងទាំងអស់គ្នាដឹងអញ្ចឹងថាប្រទេសថៃក្រឡេកក្រឡោចណាស់បន្ទាប់ពីចុះសន្ធិសញ្ញាបារាំងសៀមកាលពីឆ្នាំ1907លើផែនទីនោះមកគឺពួកគេក្រឡាស់សម្ដីមិនព្រមទទួលស្គាល់នៅពេលដែលបារាំងចាក់ចេញពីប្រទេសកម្ពុជាហើយដូច្នេះហើយលោក Genach គាត់បានឆ្លើយថាអ្វីដែលអ្នកកំពុងតែសួរសំណួរកំពុងតែលើកបញ្ហារឿងព្រំដែនសំណល់សល់ពីអាណានិគមបារាំងនោះគឺមិនមែនទេទី1គឺមកពីការលាលែងតំណែងរបស់នាយករដ្ឋមន្ត្រីថៃតែប៉ុណ្ណោះហើយទី2តកតងនឹងការបោះឆ្នោតជាថ្មីនេះយោងទៅតាមការសង្កេតកន្លងមកឃើញថាឲ្យតែមានបញ្ហាទាំងនេះថៃតែងតែធ្វើបញ្ហាឲ្យភ្ជាប់គ្នាទៅនឹងបញ្ហាព្រំដែនឲ្យតែមានរឿងបញ្ហាផ្ទៃក្នុងនយោបាយរបស់ខ្លួនសំណួរទាំងនេះគឺជាបញ្ហាចំនួនព្រំដែនហើយពីព្រោះថាភាគីម្ខាងទៀតគឺភាគីខាងកម្ពុជាហ្នឹងគឺមានច្បាប់ទម្លាប់ត្រឹមត្រូវទៅលើបញ្ហាព្រំដែនពិតប្រាកដមួយប៉ុន្តែភាគីម្ខាងទៀតមិនយល់ស្របទេហើយបញ្ហាទាំងនេះយើងតែងតែឃើញជាញឹកញាប់នៅសឹងតែគ្រប់បណ្ដាប្រទេសនៅក្នុងពិភពលោកអញ្ចឹងឲ្យតែមានបញ្ហានយោបាយផ្ទៃក្នុងរបស់ខ្លួនឯងគឺតែងតែរកបញ្ហាខាងក្រៅដើម្បីមកបន្លប់ទាញយកប្រជាប្រិយភាពធ្វើឲ្យសន្ទុះជាតិនិយមកើនឡើងលោកនាយករដ្ឋមន្ត្រីថៃហ្នឹងមុនលាលែងពីតំណែងហ្នឹងបានប្រកាសរួចជាស្រេចហើយថាគ្មានដំណោះស្រាយបញ្ចប់ការបាញ់គ្នាជាមួយប្រទេសកម្ពុជាទេការធ្វើបញ្ហាទាំងអស់នេះដើម្បីតែសម្រាប់យុទ្ធនាការការបោះឆ្នោតរបស់គាត់នៅថ្ងៃខាងមុខតែប៉ុណ្ណោះសូមបញ្ជាក់ថាខ្ញុំមិនមានធ្វើការបកប្រែជាផ្លូវការអ្វីទេខ្ញុំនិយាយក្នុងន័យរួមនៃសំណួរទី1ដែលគេបានឆ្លើយឆ្លងគ្នានេះចាំខ្ញុំដាក់វីដេអូបន្ទាប់ជាសំឡេងដើមជាភាសាបារាំងហើយខ្ញុំនឹងដាក់ចំណងជើងពីក្រោមជាភាសាអង់គ្លេសនេះអ្នកជំនាញគេនិយាយតាមត្រង់ឆ្លើយទៅកាន់អ្នកសារព័ត៌មានតែម្ដងមិនបាច់យល់លេសថាមកពីបញ្ហាព្រំដែនសល់ពីផែនទី1លើ2000របស់ប្រទេសបារាំងដែលបានសល់ទុកឲ្យនោះទេពីព្រោះថាវាតាមផ្លូវច្បាប់ទៅហើយនៅពេលដែលថៃមានបញ្ហាផ្ទៃក្នុងនយោបាយខ្លួនឯងដើម្បីទាញយកផលប្រយោជន៍ផ្សេងៗហ្នឹងតែងតែរករឿងចំនួនមកប្រទេសកម្ពុជាអញ្ចឹងហើយគេតែងតែសង្កេតឃើញបែបនេះឯង